hai đầu váy ban chia tummy time sầm khăn sầm rap tỷ dụ hay nâng cộng mà why tummy time is so important for baby and children ដូច្នេះនៅពេលដែលបងប្អូនបានស្ដាប់វីដេអូរបស់នេះខ្ញុំចប់សូមកុំភ្លេចដាក់កូន tummy time ឲ្យបានគ្រប់គ្រាន់ tummy time គឺជាការដាក់ទារកឬក៏កុមារឲ្យគាត់គេងកាប់លេងនៅលើកម្រាលឬក៏នៅលើពូកឬក៏នៅលើទ្រូងឪពុកម្ដាយភាគច្រើនឪពុកម្ដាយគឺអត់ទាន់បានដឹងទេថាត្រូវដាក់កូនឲ្យធ្វើ tummy time នៅពេលដែលកាត់ភ្លាមឪពុកម្ដាយត្រូវឲ្យកូនធ្វើ tummy time នៅខណៈពេលដែលគាត់គេងលេងនៅពេលថ្ងៃឬក៏ដាក់កូនឲ្យគេងនៅលើជើងរបស់ឪពុកម្ដាយទាំងពីរហើយយើងអង្អែលខ្នងគាត់ថ្នមក៏បានដែរគេហៅថា lay baby over the lap and rub their back សកម្មភាពទាំងពីរនេះគឺជួយបង្កើនឬក៏ពង្រឹងហើយនឹងផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុកម្ដាយហើយនឹងកូនឲ្យបានល្អកាន់តែប្រសើរសម្រាប់ទារកហើយនឹងកុមារដែលធ្វើ tummy time គ្រប់គ្រាន់គឺធ្វើឲ្យសាច់ដុំនគរសាច់ដុំមើលស្មារបស់ទារកនិងកុមារគឺធ្វើឲ្យកុមារនិងទារកឆាប់រឹងកនិងធ្វើឲ្យកុមារឆាប់ចេះរមៀលពីឆ្វេងទៅស្ដាំឬក៏ឆាប់ចេះងាកឆ្វេងងាកស្ដាំអីបានស្ទាត់ជំនាញហើយព្រមទាំងធ្វើឲ្យលំនឹងហើយនឹងការសម្របសម្រួលដងខ្លួននឹងបានកាន់តែល្អប្រសើរលើសពីនេះទៅទៀតកុមារដែលធ្វើ tummy time បានគ្រប់គ្រាន់ធ្វើឲ្យកុមារឆាប់ចេះវាឆាប់ចេះដើរហើយធ្វើឲ្យកុមារនឹងចេះប្រើកសែភ្នែកបានល្អប្រសើរសរុបសេចក្តីមកវិញ tummy time គឺជាសកម្មភាពមួយដែលឪពុកម្ដាយត្រូវតែយកចិត្តទុកដាក់ត្រូវធ្វើចាប់ពីកូនកើតមកភ្លាមសម្រាប់ការលូតលាស់រាងកាយរបស់កុមារនិងពិសេសបង្កើននិងពង្រឹងទៅលើផ្នែកសាច់ដុំដូចជាសាច់ដុំនគរសាច់ដុំមើលស្មាដែលធ្វើឲ្យកុមារគាត់ឆាប់ចេះរមៀលឆាប់ចេះក្លាប់គាត់ធ្វើឲ្យគាត់ឆាប់រឹងកធ្វើឲ្យគាត់ឆាប់ចេះដើរឆាប់ចេះអង្គុយហើយធ្វើឲ្យការសម្របសម្រួលដងខ្លួនហើយនឹងលំនឹងដងខ្លួនបានល្អប្រសើរលើសពីនេះទៅទៀតគឺធ្វើឲ្យកុមារឆាប់ចេះប្រើដៃកាន់ខ្មៅដៃរៀនសរសេរបានលឿនដូច្នេះសូមកុំភ្លេចដាក់កូន tummy time ឲ្យបានគ្រប់គ្រាន់